អ្នកណាខ្លះអត់ដឹងថាថ្ងៃភ្ជុំបិណ្ឌថ្ងៃបុណ្យអុំទូកថ្ងៃណាអញ្ចឹងណាឥឡូវយើងមើលនៅលើទូរស័ព្ទដៃរបស់យើងងាយគ្រាន់តែយើងមានកម្មវិធីប្រតិទិនខ្មែរមួយមកយើងមើលបានទាំងអស់អូខេអញ្ចឹងបងប្អូនអត់ទាន់មានកម្មវិធីនឹងទេបងប្អូនចូលទៅ download មកកម្មវិធីខ្មែរ calendar នេះបងប្អូនប្រតិទិនច័ន្ទគតិខ្មែរកម្មវិធីនេះបងប្អូនបើកមកបើបងប្អូនអត់ទាន់មានបងប្អូនចូលទៅ download មកអញ្ចឹង download ឲ្យបងប្អូនបើកវាមកគឺវាចេញបែបនេះអញ្ចឹងវាល្អមែនតើវាមានអក្សរខ្មែរមានច័ន្ទគតិបែបខ្មែរបងប្អូនមានស្រួលមែនតើខែសីហាមានអង់គ្លេសមានខ្មែរហើយមានជាពុទ្ធសករាជអញ្ចឹងថ្ងៃនេះវាត្រូវនឹងថ្ងៃទី14ខែសីហាឆ្នាំ2026ពុទ្ធសករាជ2570អូខេអញ្ចឹងថ្ងៃ14នេះវាមកខ្មែរយើងស្រាបចូលស្រាបហើយនេះស្អែក2កើតស្អែក15នោះ2កើតអូខេអញ្ចឹងវាល្អសម្រាប់យើងមើលជាខែខ្មែរបានទាំងអស់ហើយមើលថ្ងៃបុណ្យទានបានទៀតមិនចាំបាច់ទិញប្រតិទិនกระดาษទេអស់លុយមានតែទូរស័ព្ទយើងមើលក្នុងនឹងមកអូខេអញ្ចឹងយើងមើលថ្ងៃបុណ្យមកយើងអូសមកក្រោមមកវាគេដាក់ថ្ងៃអាទិត្យទី9ទិវាអន្តរជាតិជនជាតិដើមភាគតិចពិភពលោកអូខេថ្ងៃ12ទិវាយុវជនអន្តរជាតិថ្ងៃ27សែនក្បាលទឹកអូខេអញ្ចឹងយើងដឹងថ្ងៃណាថ្ងៃនៃបុណ្យទានអញ្ចឹងណាអូខេអញ្ចឹងយើងអូសទៅមើលខែក្រោយទៀតខែ9ចូលជុំបិណ្ឌហើយបងប្អូនខែ9អញ្ចឹងយើងអាចមើលបានថ្ងៃណាថ្ងៃសម្រាប់ថ្ងៃបុណ្យទានអីមើលក្នុងនេះបានទាំងអស់ថ្ងៃ25សែនលោកខែថ្ងៃ27ទិវាទេសចរអន្តរជាតិឬទិវាទេសចរពិភពលោកថ្ងៃ27បិណ្ឌ1 28បិណ្ឌ2អូខេអញ្ចឹងងាយស្រួលមែនតើកម្មវិធីនេះអញ្ចឹងវីដេអូនេះមានតែប៉ុណ្្នឹងទេបងប្អូនអរគុណសម្រាប់ការទស្សនាជួបគ្នាវីដេអូក្រោយទៀតខ្ញុំដឹងខ្ញុំចែករំលែកបាយបាយ